ជំរាបសួរនិងសូមស្វាគមន៍មកកាន់ Channel Movie Play Drama 2026ខ្ញុំពិតជាមានសេចក្តីសប្បុរសរីករាយខ្លាំងណាស់ដែលបានមកជួបបងប្អូនប្រិយមិត្តជាថ្មីម្ដងទៀតនៅក្នុងនីតិនិទានរឿងរន្ធត់អន្ទាក់ចិត្តនាប៉ៃនេះថ្ងៃនេះយើងនឹងនាំអារម្មណ៍លោកញ៉ាក់ឲ្យមកស្វែងយល់ពីអត្ថាកំបាំងដ៏ងងឹតមួយនៅក្នុងភូមិដ៏ដាច់ស្រយាលមួយដែលមានឈ្មោះថាភូមិព្រែកស្លាតើបងប្អូនធ្លាប់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងតាមសម្លឹងមើលយើងពីក្រោយក្នុងភាពងងឹតដែរឬទេតើការពិតនៅពីក្រោយការស្លាប់របស់នារីម្នាក់ឈ្មោះសុភីជារឿងអត្តឃាតឬជាឃាតកម្មបិទបាំងហើយវិញ្ញាណរបស់នាងកំពុងតែចង់ប្រាប់អ្វីដល់អ្នកដែលនៅរស់សូមរីករាយស្ដាប់រឿងខ្មៅចង់កភាគទី1ដោយតទៅមេឃពណ៌ឈាមចាប់ដើមជ្រលក់ពេញផ្ទៃវេហាក្រាប់ដណ្ដប់ពីលើភូមិព្រែកស្លាបំពឹកបានជាទិដ្ឋភាពដ៏គួរឲ្យព្រឺព្រួយខណៈដែលព្រះអាទិត្យរៀបអាស្តង្គតកប់បាត់ទៅក្នុងជើងមេឃដ៏ខ្មៅងងឹតខ្យល់ជំនោររដូវរងាបានបក់មកប៉ះស្បែកត្រចះស្រេបនាំមកនូវក្លិនផ្កាចម្ប៉ាដ៏ក្រអូបឈួរក្លិនដែលអណ្ដែតចេញពីទិសខាងលិចនៃភូមិវាជាក្លិនដែលអ្នកភូមិគ្រប់គ្នាភ័យខ្លាចផុតវិសាលបុរសវ័យ28ឆ្នាំរូបរាងម៉ាមួននិងទឹកមុខមឿងម៉ាត់បានបញ្ឈប់ម៉ូតូរបស់ខ្លួននៅត្រង់មាត់ច្រកចូលភូមិភ្នែករបស់គេសម្លឹងឈួរទៅរកដើមចម្ប៉ាធំមួយដែលឈរត្រដែតកណ្ដាលវាលទីកន្លែងដែលប្អូនស្រីរបស់គេឈ្មោះសុភីបានបញ្ចប់ជីវិតដោយការចងកធ្វើអត្តឃាតកាលពី3ថ្ងៃមុនសម្រាប់វិសាលនេះជាអត្ថាកំបាំងដែលមិនអាចទទួលយកបានព្រោះសុភីជាក្មេងស្រីរឹងមាំនិងស្រឡាញ់ជីវិតប៉ុន្តែអ្វីដែលគេឃើញនៅចំពោះមុខពេលនេះគឺភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបំផុតនៅក្បែរផ្លូវលំដីក្រហមតុលាដែលជាមិត្តភក្តិបានមកចាំទទួលវិសាលតាំងទឹកមុខស្លេកស្លាំងដៃរបស់គេម្ខាងយល់ពិលយ៉ាងណែននិងមានខ្សែប្រេះពេញខ្លួនតុលានេះអ៊ីទាំងសម្លេងញ័រថាវិសាលឯងមកដល់ហើយឬបញ្ញាប់ជួលផ្ទះទៅមេឃងងឹតហើយទីនេះមិនសូវស្រួលទេភ្នែករបស់គេក្រឡេកមើលឆ្វេងស្ដាំហាក់ខ្លាយក្រែងមានអ្វីម្យ៉ាងតាមដានពួកគេស្រាប់តែពេលនោះពូសុកបរ៉ាប់ដែលស្រវឹងខួបបានដើរត្រួតកាត់មុខពួកគេទាំងរអ៊ូរំតាមម្នាក់ឯងក្នុងសម្ភារអត់ឃ្លានជាតិស្រាឃើញហើយអញឃើញហើយសាររុងពណ៌ស្លាទុំសក់វែងអន្លាយនាងនៅក្រោមដើមចម្ប៉ានោះកុំទៅចិត្តនាងអីសម្ដីរបស់ពូសុកធ្វើឲ្យបរិយាកាសកាន់តែត្រជាក់ស្រេបធ្វើឲ្យតុលាស្ទើរតែលូតអោបវិសាលទៅហើយនៅក្រោមផ្ទះឈើចាស់របស់អ្នកមីងរ៉េតគាត់កំពុងអង្គុយទំពាស្លានិងសឹកប្រាប់អ្នកភូមិថាមើលចុះកូនព្រុសយាយមកវិញហើយចាំមើលទៅភូមិយើងមិនស្ងប់សុខទេបើវិញ្ញាណសុភីនៅតែវិលវល់ចាំងសងសឹកបែបនេះនៅមុខអាសនៈក្នុងផ្ទះយាយមកម្ដាយរបស់គេកំពុងកាន់ខ្សែអង្ការសួតមន្តទាំងទឹកភ្នែកក្លិនធូបភាយពេញផ្ទះបងពឹកបានបរិយាកាសសោកសៅយ៉ាងពន់ពេកវិសាលពលតិចតិចម៉ែខ្ញុំមកវិញហើយយាយមកងើបមុខមើលកូនព្រុសទាំងភ្នែកហាមស្លឹកកូនអើយសុភីនាងស្លាប់ទាំងអយុធធម៌ណាកូនធ្វើរកៅពិតឲ្យប្អូនផងនាងមិនបានសម្លាប់ខ្លួនឯងទេមិនទាន់បានប៉ុន្មានផងមេភូមិសានក៏បានដើរមកដល់គាត់ឈរក្រប៉ាត់ដៃសម្លឹងមើលវិសាលដោយក្រសែភ្នែករឹងកំព្រឹកហាក់មានបំណងអាក្រក់ម្យ៉ាងលាក់បាំងមេភូមិនិយាយដោយសម្លេងធ្ងន់ធ្ងរវិសាលឯងមកវិញក៏ល្អដែរតែរឿងខ្លះបើវាចប់ហើយក៏ឲ្យវាចប់ទៅចោះកុំព្យាយាមកកាយអីវាមិនល្អសម្រាប់ឯងទេរួចគាត់ក៏ដើរចេញទៅបាត់ក្នុងភាពងងឹតយប់កាន់តែជ្រៅវិសាលងាកទៅមើលតាមបងអោតស្រាប់តែក្រោមពន្លឺព្រះច័ន្ទរងវងមូលគេឃើញស្រមោលស្រីម្នាក់ក្រុងសាររុងចង់ក្បិនពណ៌ស្លាទុំឈរនៅក្រោមដើមចម្ប៉ាសក់វែងអន្លាយរបស់នាងអណ្ដែតតាមខ្យល់ហាក់ដូចជាកំពុងរងចាំនរណាម្នាក់យ៉ាងអាឡោះអាឡៃវិសាលកាប់ដៃយ៉ាងណែនគេដឹងថាចាប់ពីយប់នេះតទៅជីវិតរបស់គេនឹងត្រូវប្រឈមមុខជាមួយរឿងរ៉ាវអរូបិយានិងគ្រោះថ្នាក់ដែលភូមិព្រែកស្លាបានលាក់ទុកការស្វែងរកការពិតទើបតែចាប់ផ្ដើមតែប៉ុណ្ណោះតើស្រមោលដែលវិសាលឃើញពិតជាវិញ្ញាណរបស់សុភីមែនដែរឬទេហើយហេតុអ្វីបានជាមេភូមិព្យាយាមហាមឃាត់វិសាលសូមរងចាំតាមដានទស្សនាភាពបន្តនៅសប្តាហ៍ក្រោយបងប្អូនកុំភ្លេចជួយចុច like share និង subscribe Channel Movie Play Drama 2026ដើម្បីទទួលបានរឿងរ៉ាវថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា